Slot Jet លោក Kevin Smith ដែលតែងតែសកម្មលើកិច្ចការព្រំដែនកំពុងស្ថិតនៅក្នុងស្ថានភាពរងរបួសធ្ងន់មហាជននិងអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនប្រកាសជាបានស្គាល់រួចមកហើយបរិសុទ្ធជនជាតិអង់គ្លេសបេះដូងកម្ពុជាម្នាក់ដែលតែងតែឈរយ៉ាងអង់អាចក្លាហានប្រឈមមុខជាមួយទ័ពខ្មាំងឥតញញើតសូម្បីតែបន្តិចក្នុងរយៈពេលកន្លងមកលោកតែងតែបង្ហាញសកម្មភាពយ៉ាងសកម្មក្នុងកិច្ចការងារពាក់ព័ន្ធនឹងបញ្ហាព្រំដែនព្រមទាំងផ្សព្វផ្សាយព័ត៌មានដែលលោកបានចោះទៅសង្កេតឃើញដោយផ្ទាល់អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ជាពិសេសនោះគឺលោកមិនត្រឹមតែធ្វើសកម្មភាពនៅក្នុងបណ្ដាញសង្គមប៉ុណ្ណោះទេក៏ប៉ុន្តែលោកក៏តែងតែព្យាយាមចោះទៅប្រឈមនឹងស្ថានភាពជាក់ស្ដែងនិងផ្សព្វផ្សាយអំពីបញ្ហាដែលកម្ពុជាកំពុងជួបប្រទះគោលបំណងសំខាន់របស់លោកគឺចង់ឲ្យពិភពលោកទាំងមូលបានដឹងនិងយល់កាន់តែច្បាស់អំពីស្ថានភាពនៅតាមតំបន់ព្រំដែនព្រមទាំងការលំបាករបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់លោក Kevin Smith ត្រូវបានអ្នកគាំទ្រជាច្រើនការសរសើរចំពោះភាពក្លាហាននិងការខិតខំប្រឹងប្រែងរបស់លោកបើទោះបីជាលោកជាជនបរទេសក៏ដោយក៏លោកតែងតែសកម្មលើការងារជាងនេះលោកបានព្យាយាមបង្ហាញពីស្ថានភាពព្រំដែនជាក់ស្ដែងដែលត្រូវបានទ័ពខ្មាំងឈ្លានពានរាល់ថ្ងៃជាពិសេសជនភៀសសឹកជាច្រើនមិនទាន់អាចត្រឡប់ទៅលំនៅឋានរបស់ពួកគាត់វិញឡើយយ៉ាងណាមិញព័ត៌មានចុងក្រោយមួយបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលនិងព្រួយបារម្ភយ៉ាងខ្លាំងបន្ទាប់ពីលោក Kevin Smith បានបង្ហាញពីស្ថានភាពរបស់លោកតាមការរៀបរាប់ដៃរបស់លោកបានបាក់ឋានៈឆ្អឹងផ្លូវក៏បានដាច់ជាពីរហើយត្រូវការវះកាត់ជាបន្ទាន់ស្របពេលដែលលោកកំពុងខ្វះខាតលទ្ធភាពផងនោះអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺនៅពេលនេះលោកមិនទាន់អាចបញ្ជាក់បានច្បាស់លាស់អំពីមូលហេតុឬដើមហេតុនៃហេតុការណ៍ដែលបណ្ដាលឲ្យលោករងរបួសធ្ងន់បែបនេះនៅឡើយទេដោយឡែកពាក់ព័ន្ធនឹងព័ត៌មានលម្អិតបន្ថែមស្ដេចប្រដាល់ Ledway លោក Dowledut បានបញ្ជាក់ថានឹងផ្ដល់ព័ត៌មានលម្អិតជូនឆាប់ៗនេះដំណឹងអំពីការរងរបួសរបស់លោក Kevin Smith បានធ្វើឲ្យមហាជនជាច្រើនបានសម្ដែងក្តីរន្ធត់និងក្តីអាណិតអាសូរយ៉ាងខ្លាំងចំពោះលោកដែលលោកជាជនបរទេសសោះតែបានខិតខំប្រឹងប្រែងនិងពេលខ្លះហ៊ានប្រថុយជីវិតដើម្បីតែកម្ពុជាជាមួយគ្នានេះដែរអ្នកគាំទ្ររបស់លោកជាច្រើនបានបង្ហាញក្តីព្រួយបារម្ភនិងផ្ញើសារលើកទឹកចិត្តទៅកាន់លោកដោយសង្ឃឹមថាលោកនឹងទទួលបានការព្យាបាលប្រកបដោយប្រសិទ្ធភាពនិងអាចជាសះស្បើយឡើងវិញក្នុងពេលឆាប់ៗនេះដោយហេតុនៃការលះបង់យ៉ាងធំធេងរបស់លោក Kevin Smith ចំពោះប្រទេសយើងតាមរយៈព័ត៌មាននេះសូមអំពាវនាវដល់សប្បុរសជនទាំងក្នុងស្រុកនិងក្រៅស្រុកសូមមេត្តាចូលរួមជាអំណោយផ្សេងៗនិងថវិកាសម្រាប់លោកដើម្បីព្យាបាលរបួសក៏ដូចជាការផ្ដល់កម្លាំងចិត្តនិងជាការបង្ហាញអំពីការដឹងគុណចំពោះការខិតខំប្រឹងប្រែងដែលលោកបានធ្វើកន្លងមកដើម្បីកម្ពុជាក្បិតកិច្ចការនេះលោកធ្វើឡើងដោយស្ម័គ្រចិត្តនិងមិនដែលទទួលបានកម្រៃពីការងារនេះសូម្បីបន្តិចឡើយគឺពឹងផ្អែកលើការគាំទ្រពីសហគមន៍សម្រាប់សកម្មភាពសពគ្រប់បែបយ៉ាងផ្ទុយទៅវិញលោកត្រូវប្រឈមនឹងការចំណាយជាច្រើនពាក់ព័ន្ធទៅនឹងសកម្មភាពរបស់លោកដូចជាថ្លៃសាំងថ្លៃក្រុមការងារកន្លែងស្នាក់នៅអាហារនិងឧបករណ៍ផ្សេងៗដែលត្រូវការសម្រាប់ការងារនិងការស្រាវជ្រាវជាពិសេសលោកក៏មានបន្ទុកផ្ទាល់ខ្លួននិងគ្រួសារដែលត្រូវរ៉ាប់រងផងដែរដូច្នេះការរងរបួសធ្ងន់នៅពេលនេះអាចជាបញ្ហាដ៏ធំមួយសម្រាប់លោកទាំងផ្នែកសុខភាពនិងការចំណាយក្នុងការព្យាបាលទោះជាយ៉ាងណាយើងនឹងទន្ទឹងរង់ចាំព័ត៌មានផ្លូវការនិងព័ត៌មានលម្អិតបន្ថែមអំពីដើមហេតុនៃការរងរបួសមុននឹងធ្វើការសន្និដ្ឋានណាមួយអ្វីដែលសំខាន់នៅពេលនេះគឺសូមជូនពរឲ្យលោក Kevin Smith ទទួលបានការព្យាបាលទាន់ពេលវេលាការវះកាត់ប្រកបដោយជោគជ័យនិងឆាប់ជាសះស្បើយពីរបួសសម្រាប់សប្បុរសជនដែលមានបំណងចង់ចូលរួមជួយគួរតែពិនិត្យនិងផ្ទៀងផ្ទាត់ព័ត៌មានអំពីបណ្ដាញទទួលជំនួយឬអ្នករៀបចំការប្រមូលជំនួយឲ្យបានច្បាស់លាស់ជាមុនដើម្បីធានាថាជំនួយដែលផ្ដល់ទៅពិតជាបានដល់លោក Kevin Smith ពិតប្រាកដសូមជូនពរឲ្យលោក Kevin Smith ឆាប់ជាសះស្បើយឡើងវិញនិងឆាប់ត្រឡប់មកបំពេញសកម្មភាពដែលលោកស្រឡាញ់បានជាថ្មីសម្រាប់ព័ត៌មានលម្អិតអំពីមូលហេតុនៃការរងរបួសនិងស្ថានភាពសុខភាពបន្ថែមគួររងចាំការបញ្ជាក់ពីលោកផ្ទាល់ឬប្រភពដែលពាក់ព័ន្ធ